អាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការាជរដ្ឋាភិបាលគណៈអធិបតីភៀវកិត្តិយសថ្នាក់ដឹកនាំសមាគមបុគ្គលិកសិក្សាតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធបងប្អូនសហជីពកម្មករទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមបុគ្គលិកសិក្សាសម្រាប់ឆ្នាំសរុបចំនួន 5,400 នាក់ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2026ក្រោមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យនិងអបអរសាទរការប្រគល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយលើកទី2ដែលជាអាសាសរួមគ្នារបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាដែលរូបខ្ញុំផ្ទាល់នៅក្នុងអំឡុងពេលចុះជួបសម្ដេចសម្ដាលជាមួយបងប្អូនកម្មករនិយោជិតនៅឆ្នាំ2023ការប្រារព្ធទិវាពលកម្មអន្តរជាតិ1ឧសភារៀងរាល់ឆ្នាំគឺជាការបន្តនៅប្រពៃណីដ៏ថ្លៃថ្លានៃបុណ្យការងាររបស់ជាតិដើម្បីរំលឹកដល់ការតស៊ូនៅក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតនៅក្នុងន័យនេះការប្រារព្ធទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2026ក្រោមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យកំពុងឆ្លុះបញ្ចាំងអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកស្ទួយសុខុមាលភាពរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាស្របតាមស្តង់ដារអន្តរជាតិខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកាសហព័ន្ធសហជីពមូលដ្ឋាននិងសមាគមបុគ្គលិកសិក្សាខ្មែរព្រមទាំងបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានធ្វើដំណើរពីរាជធានីខេត្តដើម្បីមកចូលរួមញ៉ាំងឲ្យពិធីទាំងមូលមានភាពអធិកអធមទន្ទឹមនេះខ្ញុំក៏សូមវាតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានរៀបចំឲ្យមានពិធីសម្ដែងសម្ដាលនេះឡើងព្រមទាំងសូមចូលរួមអបអរសាទរជាមួយសហគ្រាសជ័យលាភីពាក់ព័ន្ធពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយទាំង55ដែលការនេះឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរួមគ្នារបស់ម្ចាស់ដឹកនាំរបស់ម្ចាស់ឋានៈដឹកនាំនិងបុគ្គលិកសហគ្រាសសម្បីក្នុងការកសាងវប្បធម៌និងការរៀបចំប្រព័ន្ធការងារស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលផ្ដល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយឆ្លៀតឱកាសនេះខ្ញុំក៏សូមសម្ដែងនៅការកោតសរសើរនិងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នអាជ្ញាធរដែនដីក្នុងលំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធសហភាពសហព័ន្ធយុវជនកម្ពុជានិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការបំពេញតួនាទីភារកិច្ចនៅក្នុងអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយនៅក្នុងការសហការគ្រប់គ្រងនិងការសហការចាត់ចែងកម្មវិធីក៏ដូចជាការសហការការពារសុវត្ថិភាពនិងការសហការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈដែលបានញ៉ាំងឲ្យការប្រារព្ធគ្រប់ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេសប្រព្រឹត្តទៅដោយភាពរីករាយសុខសុវត្ថិភាពសោភ័ណភាពសេចក្តីថ្លៃថ្នូរនិងរបៀបរៀបរយគណៈអធិបតីភៀវកិត្តិយសនិងអង្គពិធីជាទីមេត្រីគណៈដែលសកលលោកនិងតំបន់ក៏ដូចជាកម្ពុជាបាននឹងកំពុងហុំព័ទ្ធដោយហានិភ័យនិងភាពមិនប្រកបប្រជាច្បាស់ខ្ពស់ឆ្លោះបញ្ចាំងតាមរយៈសង្គ្រាមនិងចំនួនតាមតំបន់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចរវាងមហាអំណាចនិងការបន្តធ្លាក់ចុះសណ្ដាប់ធ្នាប់ពិភពលោកគួបផ្សំនឹងសង្គ្រាមឈ្លានពានដែលប៉ះពាល់ទៅលើកម្ពុជានៅតែបន្តបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាក់ស្ដែងកម្ពុជានៅរក្សាបានលំនឹងសេដ្ឋកិច្ចខ្ពស់និងរឹងមាំអត្រាអតិផរណាទាបលំនឹង
អត្រាប្តូរប្រាក់កំណើនរឹងមាំនៃទុនបម្រុងអន្តរជាតិកំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេសជាពិសេសពិពិធភាពកាន់តែខ្ពស់ទាំងផលិតផលនិងដៃគូពាណិជ្ជកម្មកំណើនខ្ពស់នៃរំហូរវិនិយោគផ្ទាល់ពីបរទេសគួបផ្សំជាមួយប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុនិងការធានាបាននូវចីរភាពថវិកានិងបរិយាបន្នហិរញ្ញវត្ថុហើយរំពឹងថានឹងបន្តចលនាការនេះក្នុងរយៈពេលមធ្យមការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំក្នុងកលៈទេសៈដ៏ស្មុគស្មាញនេះគឺជាផ្លែផ្កានៃផលលាភសន្តិភាពដែលចាប់ផ្ដើមចេញពីការអនុវត្តនយោបាយជ្រះជ្រះរបស់សម្ដេចតេជោហ៊ុនសែនព្រមទាំងការលះបង់ដ៏ធំធេងនៃការខិតខំឥតស្រាកស្រាងក្នុងការដាក់ចេញនូវកម្មវិធីកែតម្រង់មួយស្រួចជាមួយឆន្ទៈនិងមនសិការឧត្តមនិយមផលប្រយោជន៍ជាតិនិងប្រជាជនសម្ដៅក្តាប់យកមកវិញនូវមោទនភាពជាតិទៅរុងរឿងរាជរដ្ឋាភិបាលតែងតែចាត់ទុកការអភិវឌ្ឍវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអាទិភាពគោលនយោបាយកលឹះនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចំនួន5នៅក្នុងនោះការបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណនិងគុណភាពជូនដល់ប្រជាពលរដ្ឋជាពិសេសសម្រាប់យុវជនត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្ត្រទី2ជាលទ្ធផលកម្មករនិយោជិតនៅក្នុងប្រព័ន្ធមានចំនួនដែលបានចុះបញ្ជីត្រឹមត្រូវប្រមាណ2លាន3សែននាក់ខណៈដែលមានកម្លាំងពលកម្មរាប់លានអ្នកទៀតពុំទាន់បានចូលនៅក្នុងប្រព័ន្ធនិងពុំទាន់បានទទួលអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលបានខិតខំរៀបចំផ្ដល់តាមរយៈយន្តការផ្សេងៗទន្ទឹមនេះគិតត្រឹមឆមាសទី1ឆ្នាំ2026មានអង្គការវិជ្ជាជីវៈចំនួន6920បានចុះបញ្ជីការក្នុងនោះសហជីពចំនួន43សហព័ន្ធសហជីពចំនួន285សហជីពមូលដ្ឋានចំនួន6579និងសហគមន៍និយោជិតចំនួន13ស្របពេលដែលវិវាទការងារប្រមាណ 97% ត្រូវបានដោះស្រាយនៅក្នុងកម្រិតក្រសួងក្រមប្រកាសអាជ្ញាកណ្ដាលក្នុងន័យនេះខ្ញុំសូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំសម្រេចនៅការងារដែលបានដាក់ចេញជាពិសេសអនុសាសន៍10ចំណុចកាលពីដើមម្ដងមិញក៏ឲ្យដំហេសួរបានបញ្ជាក់នៅក្នុងរបាយការណ៍រួចហើយកិច្ចការមួយចំនួនបានធ្វើសម្រេចនៅមួយចំនួនទៀតដែលត្រូវបន្តធ្វើនៅក្នុងអាណត្តិនេះយើងនៅសល់2ឆ្នាំបាទនៅក្នុងអាណត្តិនេះអញ្ចឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាសម្រេចនៅគោលដៅដែលបានដាក់ចេញនោះហើយការបង្កើតការងារនៅក្នុងប្រទេសរបស់យើងគឺផ្អែកទៅលើអភិក្រមគុណភាពបរិមាណនិងគុណភាពស្អីទៅដែលការងារដែលមានគុណភាពការងារដែលមានគុណភាពវាមានសុចនាករមួយចំនួនទី1គឺការងារសមរម្យដែលគោរពទៅតាមច្បាប់នេះគឺសំខាន់យើងមិនចេះតែរកការងារដែលយកមកឲ្យហើយមិនគោរពច្បាប់មិនគោរពនៅសិទ្ធិរបស់កម្មករនិយោជិតនេះគឺជាការបដិញ្ញាចិត្តរបស់យើងមិនអាចបង្កើតនៅការងារណាគ្រាន់តែបានប្រាក់ខែខ្ពស់ខ្លាយទៅជាទាសករអត់ទេគឺត្រូវគោរពច្បាប់អញ្ចឹងបានយើងមានសិទ្ធិបង្កើតរហូតដល់សហជីពមូលដ្ឋានរហូតដល់សហព័ន្ធសហជីពដើម្បីការពារសិទ្ធិទី2ផ្ដល់ឱកាសសម្រាប់កម្មករនិយោជិតរបស់យើងនៅក្នុងការទទួលបានការបណ្ដុះបណ្ដាលបំណិនកាន់តែកើនឡើងជាឱកាសកាន់តែល្អប្រសើរចាប់ផ្ដើមពីវិស័យកាត់ដេរឬមួយពីការងារដែលមានបំណិនទៀតត្រូវការបំណិនឬមួយជំនាញទៀតដែលយើងចាប់ផ្ដើមពីឆ្នាំ90ជាងឥឡូវយើងមកដល់នៅក្នុងការបង្កើតការងារដែលអាចមានរហូតទៅដល់ការផលិត computer chip ការផលិតជាគ្រឿងបង្គុំអគ្គិសនីការផលិតរថយន្តឥឡូវមិនត្រឹមតែរថយន្តប្រើប្រេងសាំងទេរថយន្តអគ្គិសនីទៀតបាទអញ្ចឹងបានន័យថាឱកាសការងារសម្រាប់ប្រជាពលរដ្ឋយើង
ពីមុនយើងអាចថាឆ្នាំកៅជាងយើងទៅរៀនបច្ចេកទេសអគ្គិសនីនៅក្រៅទៅអីបើមកក្នុងប្រទេសយើងមានតែកាត់ដេរឬមួយក៏យើងទៅរៀនវិស្វកររថយន្តទៅអីបើមកត្រឹមតែកសិកម្មឥឡូវយើងមានបង្កើតហើយនឹងពង្រីកលទ្ធភាពតាក់ទាញវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មដែលប្រើប្រាស់ចំណេញខ្ពស់ដើម្បីឲ្យប្រជាពលរដ្ឋយើងបានរៀនសូត្របានបណ្ដុះបណ្ដាលជំនាញជាមូលដ្ឋានសម្រាប់កសាងសេដ្ឋកិច្ចយើងយូរអង្វែងបានន័យថាការងារដែលមានគុណភាពមិនមានលក្ខណៈកញ្ឆក់កដៀនមិនមានលក្ខណៈត្រឹមតែភ្លើងច្បើងធ្វើបានមួយឆ្នាំគេបិទរោងចក្រដើរទៅបាត់អត់ទេគឺរយៈពេលវែងបណ្ដុះបណ្ដាលនៃកន្លងអាជីពរបស់ប្រជាពលរដ្ឋរបស់យើងនេះដែលហៅថាការងារដែលមានគុណភាពបរិមាណបានន័យថាឲ្យកាន់តែកើនប៉ុន្តែមិនកើននៅនឹងតែមួយកន្លែងទេគឺបរិមាណរុញទូទាំងប្រទេសចឹងហើយបានជាការចាប់ផ្ដើមខេត្តខ្លះដែលពីមុនពឹងផ្អែកទាំងស្រុងទៅលើកសិកម្មឥឡូវមិនត្រឹមតែកសិកម្មទេមានទាំងសេវាកម្មមានទាំងឧស្សាហកម្មទៅទៀតការបណ្ដុំនៃការចាប់ផ្ដើមដំបូងនៅរាជធានីភ្នំពេញនៅខេត្តព្រះសីហនុដោយសារយើងមានហេដ្ឋារចនាសម្ព័ន្ធមានភ្លើងមានទឹកមានអីនៅក្បែរតែនៅក្នុង30ឆ្នាំនៅក្នុងជាពិសេសក្រោយពេលដែលយើងបានសន្តិភាពពេញលេញយើងជំរុញការអភិវឌ្ឍទៅតាមខេត្តចាំបានខេត្តបើយើងនិយាយពីខេត្តគ្រាន់តែខេត្តភ្នំពេញខេត្តជុំវិញភ្នំពេញមានខេត្តកណ្ដាលខេត្តតាកែវកំពង់ស្ពឺកំពង់ឆ្នាំងសិតតែសក្តានុពលនៅក្នុងការពង្រីកនៃឧស្សាហកម្មដែលពីមុនថាជាខេត្តពឹងផ្អែកលើកសិកម្មទៅហួសមកហួសបាទខេត្តខ្លះគឺទៅហួសមកហួសបាទព្រោះអត់មានស្អីទាំងអស់នៅក្នុងហ្នឹងទីហោផ្លូវជាតិលេខ5កំពង់ឆ្នាំងពោធិ៍សាត់ភាគច្រើនគេទៅហួសមកហួសពីភ្នំពេញទៅដល់បាត់ដំបងមិនមានអីឥឡូវសេដ្ឋកិច្ចទី1ដោយសារឧស្សាហកម្មការងាររុញទៅទីនោះអញ្ចឹងសេដ្ឋកិច្ចផ្សេងសេវាកម្មហូតែលកន្លែងប្រជុំហាងស្អីផ្សេងទៅរីកខ្លួនឯងបាទអត់ពឹងតែអ្នកធ្វើដំណើរឆ្លងកាត់ទៀតទេនេះគឺជាអ្វីដែលយើងជំរុញនៅក្នុងការបង្កើតបរិបទគុណភាពនៃការងារអញ្ចឹងតាក់ទាញនៅក្នុងការថែរក្សានៅស្ថិរភាពសង្គមសន្តិសុខស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីយើងធ្វើយ៉ាងណាឲ្យប្រទេសយើងនៅជាកន្លែងដែលអាចបង្កើតលទ្ធភាពក្នុងការវិនិយោគបង្កើតការងារមិនថាវិនិយោគមកពីខាងក្រៅឬវិនិយោគក្នុងស្រុកសិតតែស្វាគមន៍ទាំងអស់ដើម្បីជំរុញនៅកំណើនសេដ្ឋកិច្ចនៅនឹងកន្លែងនិងទាញយកបច្ចេកវិទ្យានិងបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋការវិវត្តនៅក្នុងវិស័យការងារមកដល់ពេលនេះប្រាក់ចំណូលជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យវេយ្យានភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនឹងកាបូបទាបបំផុតនៅចន្លោះបីដែលដំហេស៊ូដូច$227ដល់$240ក្នុងមួយខែក្រោយពីរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែម$2និងប្រាក់សហួយបន្ថែមបណ្ដោះអាសន្នទៅក្នុង$2កន្លះនៅក្នុងដំណាក់កាលដែលប្រេងឡើងថ្លៃធ្វើឲ្យការធ្វើដំណើររបស់បងប្អូនក៏ជួបប្រទះនឹងការលំបាកដើម្បីសម្រាលនៅបន្ទុកជីវភាពយើងរដ្ឋាភិបាលក៏បានធ្វើការជាមួយនឹងវិស័យឯកជននៅក្នុងការជួយដោះស្រាយតិចច្រើនគឺជាការជួយនៅក្នុងការរំដោះនៅក្នុងការលំបាករបស់ប្រជាពលរដ្ឋរបស់យើងគិតត្រឹមត្រីមាសទី1ឆ្នាំ2026ប្រជាពលរដ្ឋដែលបានចុះបញ្ជីក្នុងរបបបេឡាសន្តិសុខសង្គមបសសផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្តបានកើនដល់3.6 លាន 6 សែន 40,000 នាក់ស្មើនឹង 20.68% នៃចំនួនប្រជាពលរដ្ឋសរុបក្នុងនោះមន្ត្រីរាជការមន្ត្រីសាធារណៈអតីតមន្ត្រីរាជការនិងអតីតយុវជនចំនួន 52,000 នាក់
កម្មករជួយចិត្តនៅក្នុងវិស័យក្នុងប្រព័ន្ធចំនួន 2.2 លាននាក់និងបុគ្គលស្វ័យប្រយោជន៍និងអ្នកនៅក្នុងបន្ទុកបសសជាង 92 ម៉ឺននាក់ខ្ញុំទៅអាមេរិកទៅបារាំងទៅប្រទេសជាច្រើនជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីនោះគេមានអង្គសរងសុខភាពបាទសម្រាប់ពេលឈឺថ្កាត់ព្រោះតម្លៃព្យាបាលសុខភាពថ្លៃនៅខាងក្រៅទៅអង្គុយមើលពេទ្យហ្នឹងទៅម្ដងមិនតិចក្រោមពីរាប់ពាន់ដុល្លារទេបើគ្មានអង្គសរងជួយចេញទេគឺទៅបរួយអញ្ចឹងបសសតាមរបៀបបើនេះគឺអង្គសរងនឹងឯងប៉ុន្តែខ្ញុំប្រាប់គាត់តែខ្មែរមួយខែបងប្រហែល 16,000 ដែរស្ម័គ្រចិត្តមួយឆ្នាំមួយខែ 16,000 រៀលខ្ញុំថាទៅទិញអង្គសរងស្រុកណាមួយខែ $4 ព្រោះនៅក្រៅប្រទេសរាប់ពាន់ដុល្លារនៅក្នុងនេះហេតុអីបានជាយើងចំណាយបែបនេះហើយសួរថាតើកម្រិតបែបនេះចំណេញឬទេរដ្ឋអត់ត្រូវការភាពចំណេញពីប្រជាពលរដ្ឋអ្វីដែលសំខាន់គឺការខិតខំរករូបមន្តណាដែលយើងអាចជួយបង្កើតសមត្ថភាពប្រជាពលរដ្ឋក្នុងការព្យាបាលសុខភាពពេលត្រូវការបើទៅអត់មានបសសនេះម្ដងដោយ 60,000 ទៅ 80,000 រៀលហើយបើមួយខែនឹងឈឺ 3-4 ដងទៀតគឺមិនតិចទេអញ្ចឹងរូបមន្តនេះការបដិភិដើម្បីបងប្អូនអាចទៅទទួលនៅក្នុងកម្រិតណាមួយប៉ុន្តែវាមានកម្រិតឈឺថ្កាត់កូនជើងនេះស្រាលដើម្បីអីដើម្បីយើងឈានទៅដល់ថាប្រជាពលរដ្ឋយើងភាគច្រើនមានលទ្ធភាពគ្របដណ្ដប់ទៅដោយសុខគឺថាការព្យាបាលកម្រិតណាមួយព្រោះសុខភាពសំខាន់ចំណេះដឹងសុខភាពនិងការងារ3នេះប្រជាជនម្នាក់ដែលមានតែសមត្ថភាពមានតែចំណេះដឹងតែសុខភាពទៅបរួចហើយខ្ញុំគ្មានចឹងបានគេនិយាយលេងគេថាកុំជូនពរឲ្យដេកស៊ីពាក្យតែដេកស៊ីនេះមានន័យពីរមួយគឺថាមានទ្រព្យសម្បត្តិស្ដុកស្ដំមិនបាច់ទៅការទេតែមួយទៀតគឺដេកនឹងកន្ទេលងើបរួចបាទហើយឥឡូវសម្បូរអ្នកប្រភេទ2ព្រោះទឹកដូងផ្អែមអីច្រើនបាទអញ្ចឹងគេថាកុំអីអញ្ចឹងចង់ជាអាញស្តាញក៏ដោយតែសុខភាពទៅបរួចហើយកើតទី2បើសុខភាពរឹងមាំអត់មានបំណិនអត់មានចំណេះដឹងគ្រប់គ្រាន់ក៏គាត់ជួយបានកម្រិតនៅក្នុងសង្គមអញ្ចឹងបានការវិនិយោគយើងទៅទេមានសុខភាពមានចំណេះដឹងហើយតែបើគ្មានឱកាសការងារសមស្របក៏យើងប្រើប្រាស់អត់អស់លទ្ធភាពដើម្បីសក្តានុពលនេះជាគោលដៅធំ3នៃរាជរដ្ឋាភិបាលច្រើនអាណត្តិហើយនៅបន្តតទៅទៀតអញ្ចឹងការរៀបចំនៅបសសក្តីនៅក្នុងការបំដុះបណ្ដាលវិជ្ជាជីវៈបន្ថែមក្តីការរៀបចំការផ្ដល់ចំណេះដឹងបច្ចេកទេសនិងវិជ្ជាជីវៈការហាត់កូនជាងដល់សិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិតគ្រប់កម្រិតសរុប20,000 នាក់ក្នុងឆ្នាំ2025នេះគឺសម្ដៅទៅបាទគឺសម្ដៅឲ្យប្រជាពលរដ្ឋទី1មានការងារប៉ុន្តែមិនត្រូវមានតែការងារទេអាចបង្កើនបំណិនបង្កើនសមត្ថភាពខ្លួនឯងឈានទៅចាប់យកគឺថាទី1អាចជួយកន្លែងយើងធ្វើការបានកាន់តែច្រើនព្រោះជំនាញយើងកាន់តែខ្ពស់ទី2តែយើងបានផលិតភាពកាន់តែច្រើនប្រាក់ខែយើងក៏កាន់តែខ្ពស់ជីវភាពក៏កាន់តែល្អព្រមទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញជីវៈដល់មន្ត្រីដល់យុវជនពីគ្រួសារក្រីក្រងាយរងហានិភ័យដែលអនុវត្តពី2024មកដល់ពេលនេះសរុបបាន20ត្រីមាសទី1គឺបាន 27,000 នាក់ក្នុងនោះគ្រឹះស្ថានក្រោមអាវ៉ាតក្រសួងមាន 22,700,000 នាក់និងក្រៅមូលនិធិជំនាញ SDF ចំនួន 43,000 នាក់
ក្រសួងការងារបដិបត្តិវិជ្ជាជីវៈបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡារៀបចំដាក់អនុវត្តវិធីកន្លងថ្មីដែលចាប់ផ្ដើមអនុវត្តសាកល្បងចាប់ពីឆ្នាំ2025-26នៅវិទ្យាល័យចំនួន49សម្ដៅផ្ដល់ជំរឿសបន្ថែមដល់សិស្សវិទ្យាល័យដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនិងសួនឧស្សាហកម្មនិងមានបំណងទីផ្សារការងារអាចជ្រើសរើសគន្លងវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួនតាមឧបនិស្ស័យនិងបំណិនផ្ទាល់ខ្លួនកិច្ចការនេះសំខាន់ហើយយើងអនុវត្តពីវិទ្យាល័យទៅមុខគឺសំដៅទៅលើអ្នកដែលចប់អនុវិទ្យាល័យដើម្បីតម្រង់ទិសក្មួយតាំងពីមុនបានន័យថាប្រជាពលរដ្ឋយើងឧទាហរណ៍ថាគ្រប់អាយុរៀនមួយឆ្នាំ20,000 នាក់ស្រីជាង10,000ប្រុសជាង10,000អញ្ចឹងកន្លងទៅមិនមែនទាំងអស់គ្នាទៅរៀនរហូតដល់ចប់ថ្នាក់ទី12ទេជាគោលការណ៍របស់យើងគឺថាហើយយើងក៏មិនចាំបាច់ត្រូវការប្រជាពលរដ្ឋយើងទៅតាមគន្លងតែអប់រំទូទៅនោះដែរនៅក្នុងការបណ្ដុះបណ្ដាលប្រទេសមួយចំនួនដូចសិង្ហបុរីដូចអាល្លឺម៉ង់ដូចអីពីមុនក៏ចឹងគឺអ្នកដល់រៀនថ្នាក់វិទ្យាល័យមួយចំនួនទៅរៀនខាងបច្ចេកវិទ្យា TVET ឬ Polytechnic មួយចំនួនទៅរៀនយកសញ្ញាបត្រប្រឡងបាក់ឌុបថ្នាក់ទី12អញ្ចឹងសម្រាប់យើងគឺធ្វើយ៉ាងណាឲ្យក្រសួងការងារនិងក្រសួងអប់រំឲ្យខ្ញុំធ្លាប់បាននិយាយតាំងពីមុនរដ្ឋាភិបាលទី7បង្កើតហើយឥឡូវយើងបានដាក់ចេញនូវគោលការណ៍ហើយចាប់ផ្ដើមអនុវត្តសាកល្បងព្រោះបានសិក្សាមួយឆ្នាំជាងរួចមកហើយខ្ញុំបានឲ្យគោលការណ៍នេះសិក្សាដើម្បីថាឥឡូវក្មួយដែលរៀនថ្នាក់ទី9ទី8ទី9ដែលគាត់ទៅចូលវិទ្យាល័យគាត់អាចរៀនថ្នាក់ទី9 10 11 12ដូចវិទ្យាល័យពី10 11 12 10 11 12អញ្ចឹងពីថ្នាក់ទី9ចាប់ថ្នាក់ទី9ទៅគាត់អាចរៀនកន្លងដែរទៅរៀនជាអ្នកជំនាញខាងអគ្គិសនីខាងអីតែម្ដងសម្រាប់ 3-4 ឆ្នាំទៅហើយចប់មានកម្រិតមួយដែលអាចស្មើបាក់ឌុបដូចគ្នាសម្រាប់ថ្ងៃក្រោយគាត់អាចមួយទៀតគឺទៅរៀនយកបាក់ឌុបទៅរៀនជីវវិទ្យាគីមីរូបស្អីប្រឡងម៉ាត់ដូចគេដូចឯងនេះទៅអញ្ចឹងយើងឲ្យរៀបចំដើម្បីធ្វើយ៉ាងណាប្រជាពលរដ្ឋរបស់យើងយុវជនរបស់យើងដែលទី1គាត់មិនទៅរៀននៅវិទ្យាល័យពីថ្នាក់ទី10ទៅថ្នាក់ទី12ទៅយកបាក់ឌុបគាត់អាចចូលរៀនចំណាយ3ឆ្នាំនេះទៅរៀនយកជំនាញតែម្ដងចប់ពីនឹងគឺបានកម្រិតមួយដែលអាចថាថ្ងៃក្រោយគាត់ចង់ត្រឡប់ទៅយកបណ្ឌិតបញ្ញាបត្រយកអីគាត់អាច cross បានបាទអញ្ចឹងយើងមានធនធានមនុស្សដែលចេញទៅគឺថាតម្រង់ទិសទៅរកឧស្សាហកម្មហ្មងបាទអញ្ចឹងបើគាត់មានចំណងចិត្តទៅថាថ្ងៃក្រោយគាត់ចង់ធ្វើខាងអគ្គិសនីគាត់ឈឺចង់ IT គាត់ចង់ធ្វើការខាងកន្លែងផលិតរថយន្តរៀនខាង robot អញ្ចឹងមិនបាច់ទៅពី10ទៅពីថ្នាក់ទី9ទៅពី10ចេញទៅរៀនទៅបងយើងបានអញ្ចឹងអាយុ18ឆ្នាំដូចគ្នាយើងបានទុនធានមនុស្សជាជាងចប់បាក់ឌុបឬមួយធ្លាក់បាក់ឌុបបានទៅរៀនយកជំនាញពីមួយឆ្នាំទៀតអញ្ចឹងការអនុវត្តនេះជាការអនុវត្តសាកល្បងហើយខ្ញុំសង្ឃឹមថាយើងនឹងមានទុនធានមនុស្សព្រោះអត់ត្រូវការទាំងអស់គ្នាមកកន្លែងធ្វើការអត់ត្រូវការទាំងអស់គ្នាខ្លាយទៅជាអ្នករៀនខាង management ទាំងអស់ទៅធ្វើប្រធានគ្រប់គ្រងទាំងអស់1000នាក់អត់ត្រូវការបាទរោងចក្រមួយសំបីតែអគារមួយនេះអត់ត្រូវការអ្នកគ្រប់គ្រង1000នាក់ទេឬមួយ100នាក់ទេដើម្បីឲ្យវាដើរវាត្រូវការវិស្វករខាងម៉ាស៊ីនត្រជាក់ឬមួយក៏ជាងជំនាញខាងម៉ាស៊ីនត្រជាក់ខាងភ្លើងខាងទឹកខាងដេក័រខាងក្តុងអ្នកគ្រប់គ្រងមានតែម្នាក់ពីរនាក់ប៉ុណ្ណោះដែលសម្រាប់គ្រប់គ្រងទូទៅខាងជំនាញហិរញ្ញវត្ថុខាងអីផ្សេងអញ្ចឹងការដោះស្រាយបែបនេះគឺធានានៅប្រសិទ្ធភាពរបស់យើងអញ្ចឹងសូមឲ្យក្រសួងការងារនិងក្រសួងអប់រំឆ្នាំនេះអនុវត្តដើម្បីយើងយកមូលដ្ឋានក្នុងការវាយតម្លៃទំនុកយើងដាក់ចេញកម្រិតដែរបាទហើយសំ
คัญគឺត្រូវការធ្វើការផ្សព្វផ្សាយដើម្បីឲ្យមានការយល់បាទដឹងឥឡូវខ្ញុំគិតថាប្រជាពលរដ្ឋរបស់យើងប្រជាជនរបស់យើងខុសពីចំនួនខ្ញុំគឺអ្នកភាគច្រើនគឺចង់ទៅរាជការអត់ទៅធ្វើការឯកជនទេថានឹងទៅធ្វើខ្ញុំចិនដាច់ខាតខ្ញុំទៅប្រជាពលរដ្ឋចំនួនក្រោយក្មួយចំនួនក្រោយយើងអាចថាយើងជាចំនួនកដាលចុះមិនកដាលទេយើងចង់ចិនស្អីគេចូល Z ចូលអីណាយើងចិន X ចឹងមិនមែនកដាលទេចំនួន Y ទេដែលនៅកដាលនោះអ្នកកើតឆ្នាំ2000ឥឡូវចូល Gen Z ទៀតហើយបាទ Gen Z បន្ទាប់មកឥឡូវគេចង់បង្កើត Gen Alpha អីទៀតហើយបាទកាលមុនយើងឃើញអវិវត្តហ្នឹងវិវត្តតែរឿងអា COVID វាមាន Alpha វាមាន Beta ឥឡូវចូលមនុស្សដែរបាទអញ្ចឹងយើងបើនិយាយជាចំនួន X ហ្នឹងគឺចង់ចាស់ឥឡូវបាទអញ្ចឹងបានថ្ងៃនេះពាក់អាវពណ៌ហ្នឹងទៅត្រូវជាមួយសក់ឥឡូវដល់ទុកកៅយូរពេកទៅប្រពន្ធថាកុំលៀបទៅលៀបគេលែងស្គាល់បងឯងហើយបាទតែយើងចង់បដោះបដាលពីមួយចំនួនកាន់តែមានឱកាសកាន់តែតម្រង់ទិសឲ្យត្រូវបាទចំនួន X កាលខ្ញុំរៀនអត់មានអីច្រើនទេហើយខ្ញុំគឺជាចំនួនមួយដែលថាពេលឡើងថ្នាក់គឺការបដោះបដាលថ្នាក់វិទ្យាល័យយើងកាន់តែវែងកាលខ្ញុំរៀននៅអនុវិទ្យាល័យបាក់ឌុបដូចមានត្រឹមថ្នាក់ទី8ទី9ដែរបាទក្រោយមកពេលដែលខ្ញុំទៅវិទ្យាល័យបានឡើងទី10បានឡើងទី11រយៈឆ្នាំនៃការបដោះបដាលក្រោយមកបានរហូតដល់ថ្នាក់ទី12អញ្ចឹងគឺការរីកចម្រើននេះនឹងបន្តប៉ុន្តែគុណភាពនៃការបដោះបដាលវាមិនអាស្រ័យទៅលើចំនួនឆ្នាំទេបាទបើយើងនិយាយតែបរិមាណចំនួនឆ្នាំវាអត់ត្រូវទេត្រូវគិតពីតើប្រធានបទស្អីដែលយើងបង្រៀនឲ្យច្បាស់យើងមិនអាចបង្រៀនពីដណ្ដប់ឆ្នាំនៅចំណេះដឹងទូទៅចេញមកคล้ายទៅជាជំនាញរ៉ូបូជំនាញ drone ជំនាញអីនោះទេត្រូវដាក់ប្រធានបទនឹងអញ្ចឹងបានថាការរៀបចំមេរៀនរបស់យើងពីថ្នាក់ទី9ទី10ទីអ្នកដែលយកកន្លងបច្ចេកទេសមិនមែនតែយកតែជំនាញបឋមដោយអគ្គិសនីដោយអីទេត្រូវបើកទាំងខាង AI ខាងស្អីបន្ថែមទៀតដើម្បីជាការជំរឿសព្រោះសម័យ AI យើងចង់ហៅគេមកធ្វើក្រុមហ៊ុនបង្កើត drone AI ស្អីតលតែយើងបដោះពីដឹងទៅអញ្ចឹងដើម្បីឲ្យមានភាពតាក់ទាញកុំឲ្យតែទៅរៀនជំនាញមានតែខាងសំណង់មានតែខាងអត់ទេគឺត្រូវមានទាំង electronic មានអីសម្រាប់ឲ្យគាត់រៀនត្រូវគិតឲ្យដឹងថែមទៀតអញ្ចឹងគាត់ថាថ្នាក់ទី9ខ្ញុំអត់ទេបាទអ្នកខ្លះគឺអត់ចឹងហ្មងឥឡូវមើលអ្នកបច្ចេកទេសធំឲ្យរៀនអត់ចប់មហាវិទ្យាល័យមួយចំនួនមិនមែននិយាយចឹងមិនថាទេអ្នកខ្លះគឺគាត់អត់ដូច Bill Gates ដូច Mark Zuckerberg អីដូចអត់ចប់ទេគាត់ដល់ពេលហ្នឹងគាត់បដោតទៅគាត់អត់ទៅរៀនចំណេះទូទៅគាត់បដោតទៅលើបច្ចេកវិទ្យាគាត់ធ្វើហ្មងគាត់ចេញទៅប្រតិបត្តិធ្វើតែហ្មងបង្កើតprogram ស្អីធ្វើតែហ្មងអញ្ចឹងយើងមើលបាទអាចបង្រៀន programmer បង្រៀនអីកុំចាំចប់ថ្នាក់ទី12អាចជាបឋមពីដើមហ្នឹងដើម្បីឲ្យកន្លងនេះវាមានជំរឿសច្រើនព្រោះទីបំផុត18ឆ្នាំត្រូវតែមានបំណិនបើបងប្អូនបើក្មួយទៅរៀនថ្នាក់ទី12យកចំណេះដឹងទូទៅក៏យកចោះដើម្បីយើងរៀនមូលដ្ឋានទៅជាអីផ្សេងទៀតតែបើអត់ទេនៅក្នុងខាងវិស័យឧស្សាហកម្មត្រូវបង្រៀនបច្ចេកវិទ្យាឲ្យស្របទៅនឹងតម្រូវការនៃឧស្សាហកម្មដែលយើងចង់ហើយឧស្សាហកម្មយើងគឺមិនមែនឧស្សាហកម្មផ្នែកជំនាញទាបនោះទេសូម្បីតែវិស័យវិជ្ជាភ័ណ្ឌរបស់យើងក៏មានការប្រែប្រួលពីដើមទីឆ្នាំ90ជាងគេមកកាត់ដេរកម្រិតទាបក្រុមហ៊ុន brand ធំដែលត្រូវការជំនាញខ្ពស់អត់បោទេឥឡូវទឹកដៃយើងល្អមកកន្លែងខ្លះធ្វើថ្ងៃមុនដូចខ្ញុំអាសាលើកទៅបវិតខ្ញុំភ្ញាក់ទៅឃើញរោងចក្រសាឡុងអ៊ីតាលីមួយហើយនៅលើពិភពលោករបស់អ៊ីតាលីសាឡុងរឿង
គ្រឿងសង្ហារឹមអ៊ីតាលីនឹងល្បីជាងគេហើយវាថ្លៃជាងគេហើយវាធ្វើប៉និតណាស់អញ្ចឹងទាល់តែទឹកដីខ្ពស់តែគេដាក់ទុននៅធ្វើនៅស្រុកខ្មែរយកកម្មករខ្មែរបានន័យថាបងប្អូនរបស់យើងមានជំនាញគ្រប់គ្រាន់កូនខ្មែររបស់យើងមានជំនាញគ្រប់គ្រាន់នៅលើការផលិតមិនថាវេយ្យានភ័ណ្ឌមិនថាហើយសំបីកៅអៅហ្នឹងក៏កៅអៅថ្លៃក៏មកនៅមួយចំនួនរួមទាំងគ្រឿងអលង្ការទៀតដូចនៅឯដំកន្លែងអង្គញាគិតវិញដូចមាន Tiffany ស្អីមកធ្វើទៅបាទអាពេជ្រហ្នឹងអានឹងថ្លៃបាទគេមិនជ្រើសរើសមកកម្ពុជាបើសិនជាគ្មានទី1ហេដ្ឋារចនាសម្ព័ន្ធគោលនយោបាយច្បាស់លាស់ទី2បើគ្មានទឹកដៃកូនខ្មែរអាចធ្វើបានគេមិនដឹកប្រជាពលរដ្ឋបារាំងមកធ្វើនៅស្រុកខ្មែរទេវាខាតវាថ្លៃគេអាចដឹកគ្រប់អ្នកគ្រប់គ្រងប៉ុន្តែទេអញ្ចឹងការបដិបដាលអប់រំនេះខ្ញុំសង្ឃឹមថាយើងនឹងពង្រីកវិសាលភាពយើងមានប្រជាជនតិចយើងមានប្រជាជន17លាននាក់ជាភាគរយដែលប្រជាជនយើងនៅក្មេងនៃចំនួនប្រជាជនយើងល្អដែរគឺថាច្រើនប្រៀបធៀបទៅប្រទេសមួយចំនួនដែលคล้ายទៅជាប្រទេសមនុស្សចាស់ប្រទេសជិតខាងយើងមួយចំនួនคล้ายទៅជាមនុស្សប្រទេសមនុស្សចាស់ហើយប្រទេសមនុស្សចាស់យ៉ាងម៉េចបានន័យថាចំនួនអ្នកចាស់រស់កាន់តែយូរចំនួនក្មេងកើតកាន់តែតិចប្រទេសខ្លះនៅអាស៊ីរបស់យើងក្នុងដល់ឆ្នាំ2050ប្រជាជនឡើងកើនហើយគឺថយពីមុនគេនិយាយពីកើនខ្ពស់មួយឆ្នាំ 5% អីចឹងទៅក្រោយមកទៅជាមួយឆ្នាំរហូតធ្លាក់ដល់ 1% 0.5% នៃកំណើនប្រជាជនឥឡូវគេនិយាយពីចំនួនប្រជាជនថយវិញដោយសារអ្នកកើតតិចជាងអ្នកស្លាប់បាទយើងដូចនៅកើតច្រើនដែរថ្ងៃមុនខ្ញុំជួបនាយទាហានម្នាក់នោះកូន11នាក់តែគាត់មីង4នោះសំទោសឲ្យពូបើស្ដាប់ឮតាមនឹងកុំថាខ្ញុំអត់បញ្ចេញឈ្មោះទេប៉ុន្តែជាការជួយបង្កើននេះបើនៅយើងណាអង្គញាលីគុនថៃប្រមាណ8ប្រពន្ធតែម្នាក់ទេបាទអញ្ចឹងគឺថាអាចបន្តបង្កើតថែមទៀតយើងនឹងខិតខំនៅក្នុងការបដិបដាធនធានមនុស្សរបស់យើងដើម្បីឲ្យខ្លះយើងតូចត្រូវតែរឹងមាំមនុស្សឲ្យច្រើនសមត្ថភាពឲ្យច្រើនប្រទេសយើងខ្លាំងបាទនេះគឺជាអ្វីដែលយើងត្រូវធ្វើក្រៅពីនោះក្រសួងក៏បានជំរុញឲ្យសហគ្រាសគ្រឹះស្ថានរោងចក្ររៀបចំនិងផ្ដល់ការឧបត្ថម្ភគាំទ្រការផ្ដល់សេវាទារកដ្ឋានជូនដល់ទារកនិងកុមារដែលជាកូនរបស់បងប្អូនកម្មករនិយោជិតតាមរយៈការបង្កើតទារកដ្ឋានឬឧបត្ថម្ភជូនកម្មករនិយោជិតសម្រាប់ចំណាយលើសេវាទារកដ្ឋានអាស្រ័យតាមតម្រូវការជាក់ស្ដែងព្រមទាំងបានជំរុញឲ្យកែលម្អកន្លែងហូបបាយឬអាហារដ្ឋានសម្រាប់កម្មករនិយោជិតបានជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភនិងការផ្លាស់ប្ដូរនៅមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឲ្យស្របតាមបទដ្ឋានបច្ចេកទេសនិងផ្ដល់ការឧបត្ថម្ភបំពាក់កៅអីនិងការផ្ដល់ការគាំទ្រការផ្លាស់ប្ដូរប្រើប្រាស់រថយន្តអគ្គិសនីហើយអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនដែលបានអនុវត្តចំពោះបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរយៈពេលប្រហែល2ឆ្នាំនេះដែលយើងចាប់ផ្ដើមរុញចេញនៅកម្មវិធីអាទិភាពរបស់រដ្ឋាភិបាលជួយដល់វិស័យក្រៅប្រព័ន្ធបាទតាមរយៈគោលនយោបាយនិងការអនុវត្តដោយក្រសួងឧស្សាហកម្មជាសាស្ត្រចែកជានិងនវានុវត្តន៍អញ្ចឹងកិច្ចការងារនេះក៏យើងនឹងធ្វើបន្តថែមទៀតនៅក្នុងគោលបំណងចូលរួមជំរុញការវិវត្តវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតខ្ញុំសូមដាក់ចេញនៅអនុសាសន៍ដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយខាងក្រោម
ទី1ត្រូវបន្តពង្រីកការផ្តល់សេវាការងារនិងពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធស្វែងរកការងារដល់សាធារណជនព្រមទាំងត្រូវបន្តដោះស្រាយការងារជូនបងប្អូនអតីតពលករមកពីថៃទន្ទឹមនេះត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់តាមដាននឹងការវាយតម្លៃសភាពការនិងការវិវត្តថ្មីៗក្នុងវិស័យការងារដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលានិងមានប្រសិទ្ធភាពទី2ត្រូវបន្តពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារតាមរយៈការពង្រឹងយន្តការអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យអធិការកិច្ចការងារនិងក្រុមអធិការកិច្ចក្រសួងព្រមទាំងត្រូវបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការជាពិសេសដាក់ឲ្យដំណើរការនៅយន្តការដោះស្រាយការវិវាទការងារនៅថ្នាក់សហគ្រាសនិងការកសាងសមត្ថភាពអ្នកផ្សះផ្សារបស់ក្រសួងនិងអាជ្ញាកណ្ដាលដែលត្រូវធានានិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនិងបន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងការងារទី3ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីពង្រីកវិសាលភាពគ្របដណ្ដប់របស់សន្តិសុខសង្គមនិងពង្រឹងការផ្តល់សេវាសន្តិសុខសង្គមឲ្យកាន់តែមានភាពប្រសិទ្ធភាពនិងងាយស្រួលក្នុងការទទួលបានរួមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាពនិងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតមន្ត្រីសាធារណៈអតីតមន្ត្រីរាជការអតីតយុទ្ធជននិងក្រុមពលរដ្ឋផ្សេងទៀតទី4ត្រូវបន្តរក្សានិងបង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូសង្គមដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលអង្គការវិជ្ជាជីវៈជាពិសេសអង្គការអន្តរជាតិខាងការងារនិងទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់ការងារសម្រុំទី5ត្រូវបន្តសហការជាមួយក្រសួងស្ថាប័ននិងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងតាមដានក្តាប់សភាពការបបោព័ត៌មាននិងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចមូលដ្ឋានរបស់ខ្លួនព្រមទាំងផ្សព្វផ្សាយឱកាសការងារឲ្យបានទូលំទូលាយនិងដោះស្រាយបញ្ហានានាដល់បងប្អូនកម្មករនិយោជិតដែលមិនត្រូវទុកបញ្ហាតូចឲ្យរីករាលដល់បញ្ហាធំដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ជូនទាំងកម្មករនិយោជិតនិងនិយោជកជាថ្មីម្ដងទៀតខ្ញុំសូមកោតសរសើររវាយតម្លៃខ្ពស់ចំពោះសហគ្រាសជ័យលាភីពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយទាំង55សម្រាប់ឆ្នាំ2026ដែលបានប្រឹងប្រែងកសាងវប្បធម៌ចែករំលែកនិងរៀបចំប្រព័ន្ធការងារអំណោយផលដល់កម្មករនិយោជិតរបស់ខ្លួនជាមួយនឹងការពៀវនាវដល់សហគ្រាសគ្រឹះស្ថានឲ្យបន្តចូលរួមយុទ្ធនាការសហគ្រាសមួយជាសហគមន៍សុខសាន្តតាមរយៈការលើកកម្ពស់ស្មារតីទទួលខុសត្រូវផ្នែកសង្គមការជំរុញការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការងារការចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានការចូលរួមកម្មវិធីតេស្តវាយតម្លៃជំនាញមានពីមុនសម្រាប់បងប្អូនអតីតពលករមកពីថៃនិងកម្មវិធីបង្កើនជំនាញនិងផ្លាស់ប្ដូរជំនាញដល់កម្មករនិយោជិតដែលកំពុងបំពេញការងារដើម្បីបង្កើតវប្បធម៌គ្រួសារមួយប្រកបដោយសុភមង្គលនៅគ្រប់សហគ្រាសគ្រឹះស្ថានជាមួយគ្នានេះខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតឲ្យបន្តខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្តនិងចាត់ទុកកន្លែងធ្វើការឲ្យដូចជាផ្ទះរបស់ខ្លួនដូចជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចតេជោត្រូវចាត់ទុកជាសហគ្រាសក្រុមហ៊ុនរោងចក្រគឺជាឆ្នាបាយរបស់ខ្លួនមុននឹងបញ្ចប់នេះខ្ញុំសូមបញ្ជាក់បន្តិចម្សិលមួយថ្ងៃគណៈរដ្ឋមន្ត្រីបានអនុម័តឲ្យដាក់ឆ្លងសភារឿងច្បាប់កាតព្វកិច្ចយោធាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងបងប្អូនកម្មកររបស់យើងបាទកម្មការនីអត់ទេព្រោះតែប្រុសទេបាទអញ្ចឹងអ្នកខ្លះនឹងឆ្ងល់រឿងនេះខ្ញុំគ្រាន់តែបកស្រាយបឋមទេព្រោះច្បាប់នេះវាមិនទាន់ឆ្លងសភាឆ្លងព្រឹទ្ធសភានិងដាក់ជាច្បាប់
មានព្រះរាជក្រមដាក់ជាច្បាប់ដំណើរការអាចមានការកែប្រែជាដូនប៉ុន្តែកុំឲ្យមានសំណួរខ្ញុំឃើញបងប្អូនខ្លះយកទៅអត្ថាធិប្បាយវាចំគោលគំនិតប៉ុន្តែការអនុវត្តវាមានការខុសប្លែកបន្តិចពីការគិតបងប្អូនថា18-25 ឆ្នាំត្រូវអនុវត្តកាតព្វកិច្ចភាគច្រើនគិតថាចាប់ផ្ដើមទៅគឺថាត្រូវតែប្រមូលទាំងអស់យកមកតែម្ដងអត់ទេកលឹះរបស់យើងគឺមានប្រទេសជាច្រើនលើពិភពលោកគឺមានការអនុវត្តខុសគ្នាប្រទេសខ្លះដូចសិង្ហបុរីដោយសារប្រជាជនគេតិចអញ្ចឹងគឺស្មើគ្នាទាំងអស់18ឆ្នាំគឺចូលមកទាំងអស់ក្នុងពេលតែមួយសឹងតែទាំងអស់លើកលែងតែបណិទូចទេមិនដល់ 0.1% ផងដែលអាចឲ្យធ្វើពេលខុសគ្នាប៉ុន្តែនៅសិង្ហបុរីអ្នកដែលគ្រប់អាយុ 8-10 ឆ្នាំក្នុងពេលតែមួយដែលចូលកាតព្វកិច្ចខ្ញុំសួរទៅប្រហែលជាខ្ទង់ 30000 នាក់ក្នុងមួយឆ្នាំអញ្ចឹងប្រទេសខ្លះទៀតគេអត់ធ្វើកាតព្វកិច្ចស្មើពេលជាមួយគ្នាទាំងអស់ទេព្រោះតម្រូវការកងទ័ពឧទាហរណ៍ប្រជាជនគេគ្រប់អាយុ5 លាននាក់គេអត់ហៅចូល5 លាននាក់នឹងចូលមកធ្វើទ័ពទាំងអស់ទេគេយកតាមតម្រូវការកងទ័ពហើយគេចុចឈ្មោះគេអាចចុចឈ្មោះតាមរយៈចាប់ឆ្នោតដូចនៅប្រទេសជិតខាងយើងនៅតែគេចាប់ឆ្នោតបើន័យថាប្រមាណអ្នកហ្នឹងឧទាហរណ៍អ្នកដែលមានចំឈ្មោះមាន1 លាននាក់តែឆ្នាំហ្នឹងគេត្រូវការតែ 50000 នាក់ទេអញ្ចឹងគេមានតែហៅមកចាប់ឆ្នោតយកតែ 50000 នាក់អ្នកពីហ្នឹងរួចខ្លួនចាប់ឆ្នាំក្រោយមកចាប់ទៀតរហូតតលតែអាយុផុតកាតព្វកិច្ចអញ្ចឹងសម្រាប់នៅកម្ពុជារបស់យើងគឺយើងយករូបមន្តទី2អញ្ចឹងកុំថា18-25 20ខ្ញុំកំពុងតែរៀនផងតិចទាញខ្ញុំទៅយ៉ាងម៉េចអត់ទេយើងមានតាមតម្រូវការនៃកងទ័ពរបស់យើងព្រោះបើយើងនិយាយក្នុងមួយឆ្នាំអាយុ18ឆ្នាំទាំងស្រីទាំងប្រុសដូចមាន30ប្រមាណដល់មិនសួរគេមិន300000 នាក់ជាងអញ្ចឹងក្នុងរយៈពេលក្នុងនោះប្រុសមានប្រហែលជា13 ទៅ 15 នាក់គុណនឹង8ឆ្នាំព្រោះ18 ទៅ 25 8ឆ្នាំក្នុងមួយឆ្នាំយើងមាន1 លាននាក់កងទ័ពមិនអាចយកមក1 លាននាក់វឹកវើអត់លុយទេហើយក៏អត់កន្លែងដេកដែរហើយយើងក៏មិនត្រូវការយក1 លាននាក់មកដែរក្នុងពេលតែមួយអញ្ចឹងគឺចំនួនប្រមាណគឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំឧទាហរណ៍ 30000 នាក់ 50000 នាក់ 100,000 នាក់បាទនីតិវិធីឥឡូវកំពុងតែពិចារណាពិភាក្សាគ្នាគឺមានរូបមន្ត2រូបមន្តស្ម័គ្រចិត្តនិងរូបមន្តបង្ខំហេតុអីបានថាកាតព្វកិច្ចមានឲ្យស្ម័គ្រចិត្តហ្នឹងបានន័យថាអ្នកនឹងត្រូវតែបំពេញកាតព្វកិច្ចយោធាអ្នកខ្លះគាត់ថាខ្ញុំចង់ធ្វើឆ្នាំនឹងឲ្យហើយខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំនឹងអញ្ចឹងអតិភិបនៃការរើសយើងរើសអ្នកនឹងកុំរំខានអ្នកផ្សេងដែលកំពុងតែជាប់ការងារតែក្នុង1 លានអ្នកនឹងដដែលបើស្ម័គ្រចិត្តរើសមិនគ្រាប់អានឹងចូលបង្ខំពាក្យថាកាតព្វកិច្ចអត់មានទៅសុំធ្វើសតិអារម្មណ៍ចូលទេចុចឈ្មោះមកបាទតែវាមានកិច្ចការមួយចំនួនតែត្រូវគិតគូរទី1យើងនិយាយសិនថាតើពីអត្ថប្រយោជន៍នៃកាតព្វកិច្ចយោធាយ៉ាងម៉េចកាតព្វកិច្ចយោធាអត់មានហួសអ្នកខ្លះថាហួស delay ហើយហួសសម័យហើយអត់ទេប្រទេសមួយចំនួនប្រទេសច្រើនណាស់ដែលនៅរក្សាដដែលប្រទេសដែលបោះបង់ចោលឥឡូវក៏ត្រឡប់មកវិញដែរដោយទៅបារាំងអីធ្លាប់ឈប់ធ្វើម្ដងពេលឥឡូវចាប់ផ្ដើមធ្វើឡើងវិញហើយប្រទេសនៅអឺរ៉ុបដោយសារស្ថានភាពតាក់ទងទៅនឹងវិស័យការពារជាតិគេចាំបាច់ត្រូវតែមានប៉ុន្តែច្បាប់កាតព្វកិច្ចវាមិនមែនតែទៅពង្រឹងវិស័យការពារជាតិទេ
ពង្រឹងវិស័យការពារជាតិស្អីខ្ញុំមិននិយាយលម្អិតទេប៉ុន្តែខ្ញុំគ្រាន់បញ្ជាក់ថាការអប់រំការយកយុវជនប្រជាពលរដ្ឋយើងមកបំពេញកាតព្វកិច្ចយោធាមិនមែនជារឿងដែលយើងត្រូវតែធ្វើមិនមែនតែជាធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេវាបានផលទៅដល់សង្គមទី1យុវជនទទួលបានការវឹកហាត់លុតដំវិន័យសីលធម៌ច្បាស់លាស់ចង់ឲ្យស្ទាវមិនក៏ដោយចូលមកកាតព្វកិច្ច2ឆ្នាំខ្ញុំជឿថាវិន័យប្រកាសជាចាក់ស្រេះក្នុងអ្នកឯងហើយបាទគេគ្មានតបទំនើងទេវាគ្មានតែក្មេងទំនើងបាទទី1ការបដិបដាលនៅវិន័យសីលធម៌អប់រំធ្វើការជាក្រុមបាទដើម្បីបម្រើជាតិមាតុភូមិមិនមែនក្រុមដើម្បីកាប់គ្នាតាមដងផ្លូវនោះទេបាទអញ្ចឹងអ្នកនឹងចេញទៅវិញឱកាសដែលគាត់រៀនបាន2ឆ្នាំលុតដំ2ឆ្នាំវិន័យបាន2ឆ្នាំចេញទៅវិញคล้ายទៅជាធនធានមនុស្សមួយដែលល្អនៅក្រៅប្រទេសភាគច្រើនរវាងមនុស្ស2នាក់ម្នាក់ដែលឆ្លងកាត់កាតព្វកិច្ចយោធាមនុស្សដែលអត់ឆ្លងទៅរកការងារគេយកអ្នកដែលមានកាតព្វកិច្ចយោធាដែលជាប់កាតព្វកិច្ចយោធាដោយសារអីទី1វិន័យស្ដាប់ងាប់តែទី2គឺជំនាញនិងបំណិន2ឆ្នាំនៅក្នុងការបម្រើក្នុងកងទ័ពនេះមិនមែនយកទៅហាត់ត្រឹមតែយុទ្ធវិធីបាញ់កាភ្លើងនោះទេកងទ័ពគឺមានវគ្គវឹកវើច្រើនបាទហើយយើងនឹងធ្វើការងារមួយចំនួនត្រៀមលក្ខណៈបដោះបដាលមួយចំនួនមុននឹងគាត់ជាប់កាតព្វកិច្ចទៀតត្រូវបដោះបដាលស្អីខ្លះដើម្បីចេញទៅបើគាត់ចាប់អារម្មណ៍បាទបំណិនមួយចំនួនដែលយើងត្រូវបំពាក់ឲ្យអញ្ចឹងកងទ័ពម្នាក់ចេញមកយុវជនម្នាក់ដែលឆ្លងកាត់សមត្ថភាពអាចពួយអញ្ចឹងคล้ายទៅជាកម្លាំងពលកម្មមួយដែលខ្លាំងក្លាដែលមានសក្តានុពលប្រជាពលរដ្ឋយើងប្រទេសយើងក៏ต้องមានយុវជនដែលបានការបដិបដាលហាត់ពុតលុតដំវិន័យនេះគឺជាផលទៅដល់នៃច្បាប់កាតព្វកិច្ចយោធាបដោះបដាលនៅក្នុងថ្នាលបដោះនៃកងទ័ពតែផលទាំងមូលបានទៅក្នុងសង្គមទាំងមូលហើយច្បាប់កាតព្វកិច្ចយោធានេះគឺអនុវត្ត18ទៅ25ចប់អ្នកជាប់ច្បាប់កាតព្វកិច្ចចេញទៅធ្វើការចុះស្ថិតនៅក្នុងគេហៅថាយោធិនបំរុងរហូតដល់អាយុ45ឆ្នាំបានន័យថាម៉េចកងទ័ពនឹងមានអង្គភាពបំរុងក្នុងមួយឆ្នាំអាចត្រូវហៅមកហាត់មួយខែមួយអាទិត្យឬ2អាទិត្យប៉ុណ្ណឹងឯងដើម្បីដោះខាត់ជំនាញហើយត្រឡប់ទៅវិញចុះនៅក្នុងពេលដែលបងប្អូនមកបំពេញកាតព្វកិច្ចឬមួយក៏ជាទាហានកាតព្វកិច្ចឬមួយក៏ជាយោធិនបំរុងកន្លែងការងារត្រូវធានាកន្លែងការងារឲ្យគាត់តួនាទីឲ្យគាត់ស្អីឲ្យគាត់ពេលចប់ទៅវិញត្រូវអត់មានកាត់អត់មានអីទេបាទអានឹងត្រូវតែធ្វើជាកាតព្វកិច្ចដើម្បីការពារបងប្អូនមួយចំនួនគេមើលតាម Facebook ចុះខ្ញុំកំពុងធ្វើការហៅខ្ញុំទៅហាត់ទៅធ្វើកាតព្វកិច្ចមកវិញមិនគេកាត់ខ្ញុំចោលបាទឬមួយក៏ទាហានបំរុងទៅហាត់2អាទិត្យមកវិញគេធ្វើម៉េចបាទអត្ថប្រយោជន៍ដែលបានទី1ស្អីដែលតបធម្មតាបានទាំងអស់លើកលែងតែប្រាក់ឧបត្ថម្ភបានន័យថាប្រាក់ហូបចុកកន្លែងស្នាក់នៅឯកស្ថានការវឹកវើចំណាយវឹកវើស្អីទាំងអស់បូកជាមួយនឹងឈឺស្កាត់អីគឺរដ្ឋធានាទាំងអស់ទាហានអាជីពមានវិវត្តទាហានកាតព្វកិច្ចមានប្រាក់ឧបត្ថម្ភបន្ថែមអញ្ចឹងបើប្រាក់ឧបត្ថម្ភនេះបើយើងគិតជាផ្នែកមួយឬមួយវិវត្តនៃទាហានតិចទេនៃការចំណាយបរដ្ឋទៅលើវាជាមួយផ្នែកគត់បាទខុសពីឯកជន
ឯកជនគឺឲ្យប្រាក់ខែតែប៉ុណ្្នឹងដោះស្រាយខ្លួនឯងទៅធ្វើដំណើរស្នាក់នៅហូបចុកឈឺស្កាត់ដោះស្រាយទៅកន្លែងខ្លះនៅការងារមានបសសហើយបើគិតយោធិនកតាបកិច្ចនេះបើគាត់មានគឺបរាប់ទៅខ្លាំងជាងគ្រូសិស្សហ្នឹងគ្រូសិស្សគាត់ប្រឡងជាប់ចូលសាលាគ្រូកសលគឺគាត់អត់មានអីទាំងអស់ក្រៅពីប្រាក់ឧបត្ថម្ភពីមុនប្រាក់ឧបត្ថម្ភមួយខែតែ40000ទេរៀលទេឥឡូវយើងតឡើងបានប្រមាណពីប៉ុន្តែគាត់ត្រូវចំណាយខ្លួនអីទាំងអស់4ឆ្នាំចេញមកបានទៅធ្វើគ្រូបើនិយាយពីកន្លងអាជីពយោធិនអាជីពនេះឬមួយក៏កតាបកិច្ចនេះគាត់បំពេញពេលដែលគាត់ចប់ហាត់3ខែឬប្រហែលខែគាត់ចូលបំពេញ2ឆ្នាំនេះគឺមានសិទ្ធិដូចយោធិនយើងធម្មតាទទួលបានអត្ថប្រយោជន៍ផ្សេងៗលើកលែងអភិឧបត្ថម្ភដែលខ្ញុំនិយាយហ្នឹងតែការបដោះបដាលវឹកវើនេះរត់ចេញឲ្យទាំងអស់បាទគាត់ចង់ទៅរៀនសាលាជំនាញសាលាអីនៅក្នុងកងទ័ពរៀនបានបាទព្រោះក្នុងកងទ័ពនិយាយត្រួសគឺថាយើងមានសាលាជំនាញច្រើនឧទាហរណ៍ជំនាញវិទ្យុតាក់ទងត្រូវទៅរៀនបច្ចេកវិទ្យាវិទ្យុរបស់កងទ័ពគឺមានគេហៅទំនើបជាងវិទ្យុឯកជន100ដងបើចង់ទៅរៀនលោតឆាតទៅរៀនជួសជុលរ៉ក់ក្រោះរៀនជួសជុលគ្រឿងចក្រធុនធ្ងន់ចេញមកវិញគាត់អាចចូលទៅក្នុងរោងចក្រធ្វើឡានធ្វើអីនៅក្នុងកងទ័ពពងៀនបើគាត់ទៅជំនាញរ៉ក់ក្រោះអានេះហើយការបដោះបដាក្នុងរយៈពេលប្រហែលឆ្នាំហើយយើងនឹងរៀបចំកន្លងមិនមែនយកទៅដើម្បីបម្រើកាតព្វកិច្ចកងទ័ពទេត្រឹមតែទៅ2ឆ្នាំហ្នឹងនៅឈរតែយាមអាគាររួចទេអត់ទេត្រូវបដោះបដាបាទហើយសំខាន់បំផុតរៀនដឹកនាំគេក្នុងកងទ័ពគឺធ្វើការជាក្រុមចាប់ផ្ដើមពីមេពួក3នាក់ទៅគឺរៀនដឹកនាំនិងទទួលខុសត្រូវនេះជាកលឹះមួយសំខាន់នៃធនធានមនុស្សយើងក្រុមចាក់មួយក្រុមហ៊ុនមួយបើមានមនុស្សដែលមានបដោះបដាលការធ្វើការសហការទទួលខុសត្រូវមានចរិតជាលក្ខដឹកនាំមិនថាចូលនេះទេមិនមែនថាយកមកធ្វើ manager ទេតាំងពីជើងក្រោមតាំងពីអ្នកបុគ្គលិកម្នាក់ឡើងទៅយើងចង់បាននឹងបាទភាគតការដឹកនាំមិនមែនថាតលតែមានតួនាទីធំទេគឺចរិតនៅក្នុងការទទួលខុសត្រូវតែហ៊ានម្នាក់យោធិនម្នាក់តាំងពីបំពាក់អាវុធឲ្យអ្នកឯងត្រូវទទួលខុសត្រូវចំពោះអាវុធហ្នឹងកុំឲ្យគាំងកុំឲ្យបាត់គ្រាប់កុំឲ្យអីទាំងអស់ឯកសណ្ឋានដែលបំពាក់ឲ្យត្រូវមានច្បាស់លាស់វិន័យច្បាស់លាស់ម៉ោងប្រមាណត្រូវមកដល់ប្រទេសម៉ោងប្រមាណមានមុខនេះគឺជាការបដោះបដាខ្លាំងសម្រាប់យើងបាទនេះហើយខ្ញុំជឿថាវាពាក់ព័ន្ធនឹងវិស័យការងារថ្ងៃក្រោយយើងនឹងមានធនធានមនុស្សដែលឆ្លងកាត់ការបដោះបដាវិន័យសណ្ដាប់ធ្នាប់និងធនធានបញ្យលក្រកោះតអានឹងខ្ញុំអត់និយាយរឿងវិស័យការពិជាតិចាំទៅវេទិកាការពិជាតិចាំខ្ញុំនិយាយការពិជាតិថ្ងៃនេះខ្ញុំនិយាយវិស័យសង្គមសេដ្ឋកិច្ចបងប្អូនណាយើងនិយាយអំពីសន្តិភាពផលខ្លាំងណាស់ដែលយើងបានមកដល់ម៉ោងនេះផលលាភខ្លាំងណាស់ប៉ុន្តែមានដឹងទេសន្តិភាពនេះទី1ពិបាករកទី2ពិបាកថែទាំហើយនៅក្នុងបរិបទនៃពិភពលោកដែលប្រែប្រួលដើម្បីការពារសន្តិភាពយើងត្រូវតែខ្លាំងបាទគ្មានពីណាមកការពារឲ្យយើងទេខ្លាំងវិស័យការពារជាតិនិងខ្លាំងសេដ្ឋកិច្ចជាតិដាក់ទិសដៅនេះទៅសេដ្ឋកិច្ចខ្លាំងមានលុយពង្រឹងប្រជាពលរដ្ឋមានជីវភាពរឹងមាំចំណេះដឹងរឹងមាំនឹងហើយបានការពារសន្តិភាពបានអត់អាចសុំពីណាគេបានទេសន្តិភាពយើងធ្លាប់តែផ្ដោតទៅលើសង្គ្រាមផ្ទៃក្នុងប៉ុន្តែបរិបទនៃការប្រែប្រួលត្រូវឲ្យយើងមានសមត្ថភាពការពារជាតិដើម្បីថែរក្សាសន្តិភាពរបស់យើងចឹងត្រូវកែពង្រឹងវិស័យការពារជាតិនិងពង្រឹងធនធានមនុស្សរបស់យើងនិងពង្រឹងសេដ្ឋកិច្ចសង្គមរបស់យើងត្រូវដើរជាមួយគ្នានេះគឺជាការពិតដែលត្រូវធ្វើហើយអ្វីដែលរដ្ឋាភិបាលដាក់ចេញក្នុងពេលនេះរួមទាំងច្បាប់កាតព្វកិច្ចយោធាគឺដើរតម្រង់ទិសទៅលើទិសដៅនេះបាទ
នេះគឺជាការពិតហើយប្រទេសតូចដូចយើងប្រទេសកម្ពុជាអត់ធំទេទោះបីជាម្នាក់មានកូន12ក៏ពិបាកតាន់ជាមួយប្រទេសធំជាងយើងដែរតែខ្ញុំសង្ឃឹមថាធនធានមនុស្សនឹងយើងកាន់តែរីកទៀតប៉ុន្តែឲ្យធនធានឲ្យមនុស្សម្នាក់កាន់តែរឹងមាំបាទព្រោះសមត្ថភាពយើងមានឱកាសបដោះតែត្រឹមយ៉ាងច្រើន20ឆ្នាំប៉ុណ្ណោះបាទខ្ញុំមើលយើងមានសមត្ថភាពបដោះ20ឆ្នាំយ៉ាងច្រើនបើអ្នកនឹងទៅរៀនដល់បណ្ឌិត12ឆ្នាំនៅវិទ្យាល័យ4ឆ្នាំយកបញ្ញាបត្រថែមប្រមាណដល់20បើគាត់ទៅរៀនដល់បើគាត់រៀនជំនាញទូទៅគាត់រៀន12ឆ្នាំមកអាចទៅរៀនបច្ចេកទេសរៀនទំនើបបន្ថែមបាទថាខាងធនាគារខាងអគ្គិសនីខាងរ៉ូបូខាងអីគាត់អាចមានឱកាសបង្រៀនបានតែប៉ុណ្្នឹងក្រៅពីនឹងសល់ប្រមាណរហូតដល់គាត់ស្លាប់ទៅវិញគឺជាផលដែលការបដិបដាលទៅយកទៅធ្វើបាទអញ្ចឹងការបដិបដាលនេះអាការរុញនៅក្នុងរយៈពេលប្រមាណឆ្នាំដំបូងនេះគឺសំខាន់ណាស់បាទបើសិនជាប្រជាពលរដ្ឋយើងឧទាហរណ៍យុវជនម្នាក់គាត់រៀនត្រឹមថ្នាក់ទី9គាត់ចប់ក៏ឲ្យមានឱកាសបដិបដាលថែមទៀតចឹងមកជីវិតគាត់រហូតដល់គាត់ស្លាប់ទៅវិញគឺសម្រិតវប្បធម៌ត្រឹមថ្នាក់ទី9អត់អាចធ្វើអីបានច្រើនអញ្ចឹងបានការបដិបដាលយើងពីដើមទីនេះមនុស្សច្រើនយុវជនច្រើនមិនប្រកាសថាសក្តានុពលធំទេតលតែយើងជំរុញអានឹងហើយបានត្រូវជំរុញអាការរៀបចំកន្លងនេះកុំឲ្យអ្នកដែលអត់ទៅវិទ្យាល័យអត់មានឱកាសទាំងអស់បាទត្រូវតែរកវិធីគាត់អាចចេញធ្វើការជំនាន់មកវិញត្រូវវិធីដើម្បីបង្កើនកន្លងរបស់គាត់អានឹងដែលក្រសួងការងារដាក់ up skill ហើយ re skill នេះអ្នកខ្លះចេញទៅដំបូងចាប់ផ្ដើមធ្វើការនៅក្នុងវិស័យវេយ្យានភ័ណ្ឌអញ្ចឹងថ្ងៃក្រោយគាត់អាចបដូរជំនាញហ្នឹងទៅធ្វើខាងអគ្គិសនីខាងអីតាមរយៈការផ្ដល់ឱកាសរៀនសូត្របន្ថែមបដោះបដាបន្ថែមនេះគឺជាការពិតបាទព្រោះអានឹងវាដូចពងមាន់ហើយមាន់chứបើឲ្យគេមកបដោះបដាមកឲ្យគេវិនិយោគបង្កើតក្រុមហ៊ុនផលិតរថយន្តតើស្រុកខ្មែរមានធនធានមនុស្សខ្លះដែលចេះទៅក្នុងវិស័យហ្នឹងហើយបើយើងបដោះបដាវិស័យហ្នឹងមានមនុស្សរៀនតលតែមានថាគិតថារៀនហើយមានឱកាសការងារអញ្ចឹងវាទៅជាមួយគ្នាបាទនេះគឺជាការពិតហើយវិស័យការងារដែលយើងធ្វើកន្លងមកនេះបាទហើយយើងបានធ្វើបន្តទៀតនៅក្នុងអាណត្តិថ្មីនេះបានដើរទៅមុខច្រើនឥឡូវក្រុមហ៊ុន EV ពីដើមអាណត្តិដូចមានប្រមាណឥឡូវឡើងប្រមាណណាក្រុមហ៊ុនហើយមកវឹកប្រេងឡើងថ្លៃនេះឡាន EV ដូចលក់ដាច់ច្រើនបាទហេដ្ឋារចនាសម្ព័ន្ធជាមានប៉ុន្តែអ្វីសំខាន់គឺផលិតក្នុងស្រុករបស់យើងប៉ុន្តែ brand មកពីខាងក្រៅប៉ុន្តែគេមកផលិតនៅក្នុងស្រុករបស់យើងអ្នកដែលបានផលច្រើនគឺប្រជាពលរដ្ឋខ្មែរផលិតក្នុងស្រុកដោយសារពុនដោយសារអីយើងរៀបចំដើម្បីឲ្យវាមានតម្លៃអាកពិសេសអីស្អីផ្សេងៗយើងអាចកាត់បន្ថយចំនួនប្រៀបធៀបជាមួយឡាននាំចូលឥឡូវវានៅបដំប្រសងតែថ្ងៃមុខយើងគិតគូរយ៉ាងណាដើម្បីឲ្យគ្រប់ស្រុកកាត់ទៅដែរចឹងប្រជាពលរដ្ឋមានលទ្ធភាពទិញឡានថ្មីកាន់តែច្រើនតម្លៃសមរម្យទី2រាល់ការបដោះបដាលនៅក្នុងនេះតាគេមកបើករោងចក្រជួសជុលផលិតវាមានកន្លែងធ្វើហើយជួសជុលហើយចឹងបដោះបដាលមិនត្រឹមតែអ្នកផលិតបដោះបដាលថែមទាំងជាងសម្រាប់ថែទាំហើយជំនាញទាំងអស់នេះហើយដែលជាបណ្ដុំសម្រាប់មូលដ្ឋានទៅមុខយើងធ្វើអីទៀតបាទយើងធ្វើអីទៀតការផ្ទេរនៃបច្ចេកវិទ្យាតាក់មួយគេមកសិនចប់ទៅថ្ងៃមុខប្រទេសច្រើនណាស់ដែលចាប់ផ្ដើមដំបូងពីធ្វើការសហការជាមួយបរទេសនាំបច្ចេកវិទ្យាបានតែ10ឆ្នាំ5-10ឆ្នាំគេចាប់ផ្ដើមផលិតនៅខាងក្នុងដោយគុណភាពបាទយើងថាប្រទេសចិនមួយចុះជាប្រទេសធំគាត់មាន
ប៉ុន្តែប្រទេសទួយមួយចំនួនដូចគ្នាដែរឧស្សាហកម្មមួយចំនួនដំបងទិញគេទេក្រោយមកបង្កើតខ្លួនឯងបាទនេះគឺជាកិច្ចការងារហើយវាពាក់ព័ន្ធជាមួយនឹងការប្រោសបដាលទាហានកតាបកិច្ចទេដើម្បីបដោះឲ្យអារូបមន្តហើយកិច្ចការនេះមើលរឿងក្មេងតនើងផងបាទតាមខេត្តតាមអីចំនួនបានមកហើយក្មេងតនើងដូចរឿងថយមួយចំនួនប៉ុន្តែវានៅងើបឡើងវិញមួយចំនួនល្ងាចមិញដូចមានករណីមួយស្ទឹងត្រែងរហូតទៅដល់កាប់អធិការរងមួយនោះស្ទឹងត្រង់ហ៎ស្ទឹងត្រង់ខុសស្អែបាត់បតក់ស្ទឹងត្រង់កំពង់ចាមបាទមើលជាពិសេសនៅភ្នំពេញហ្នឹងឥឡូវចេញមួយចំនួនឃើញអាដាមជួននរិនតាមអាដាមកៈស្នងការមិនមែនដោយលើកមុនច្រើនខែទេប៉ុន្តែវានៅមកតង់ខ្ញុំចង់ឲ្យអាដាមកើតរិទ្ធអាដាមសតទេតអាដាមវងពិសេនសិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើងឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែមិនបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កំភ្លើងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនដ្ឋានចាក់ពុំស្អីហ្នឹងដើម្បីទៅជួយដល់កងវិស្វកម្មទៅអាហ្នឹងបាយក៏យើងត្រូវទៅឲ្យដែរជាកាតព្វកិច្ចមនុស្សធម៌តែកុំឲ្យអ្នកឯងនៅទៅនងទេកាប់ចាក់អាហ្នឹងគេហៅអីពីមុនណាអាទ្រឹស្ដីរបស់អ្នកទោសស្អីបាយស៊ីស្រាប់អាចគេសែងមិនហ្នឹងអាគិសនីខ្វាត់ខ្វែងផឹកឡើងទៅ3 4ក្តោគោជាការហាត់ប្រាណហ្នឹងឥឡូវយើងមើលគឺការប្រើប្រាស់អប់រំនៅក្នុងពេលអប់រំនេះព្រោះតែខុសទៅអនុវត្តច្បាប់ត្រូវយកចូលដាក់អប់រំនឹងជាជាងដាក់ឲ្យនៅក្នុងពន្ធនាគារអត់ធ្វើអីយកទៅដាក់គិតមើលនៅក្នុងការគ្រប់គ្រងពិសេសរបស់នគរបាលនៅកន្លែងណាមួយសម្រាប់ធ្វើការងារបម្រើឲ្យសមរភូមិមុខមើលបាទចឹងសូមឲ្យអាយដាមកើតរិទ្ធខាងច្បាប់ជាមួយអាយដាមអគ្គស្នងការនគរបាលជាតិអគ្គបញ្ជាការដាក់ទៅ3ខែ6ខែតាមទម្ងន់ទោសយកទៅកន្លែងហ្នឹងចាក់ពុំលេនដ្ឋានដើម្បីដឹកទៅមុខកុំឲ្យពិបាកឲ្យដឹងថាតើកងទ័ពយុវជនដូចគ្នាកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពមកដើរអញ៉ៃកាប់ចាក់បំផ្លាញប្រទេសនេះបាទឲ្យវាផ្សារភ្ជាប់គ្នាទៅការលះបង់របស់យុវជនឲ្យមើលបាទសូមសិក្សាឲ្យលឿនព្រោះឥឡូវតតែអញ្ចឹងខ្លះបាទមិនបាច់ពី3ក្តោគោជាការហាត់ប្រាណទេចាក់កមប់បេតុង10 20ជាការហាត់ប្រាណនឹងជាការល្អជាងអត់ទេពួកឃើញក្លាហានដាវបាទអានឹងសូមឲ្យប៉ុន្តែសូមឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់សមត្ថកិច្ចរបស់យើងត្រូវប្រកែបអត់មានលបើកទេគឺទៅបាទហើយខ្ញុំឲ្យមើលទៀតឥឡូវព្រោះក្មេងទំនើងមួយចំនួនជាកូនមេភូមិអ្នកមានតួនាទីមេអីខ្ញុំថាគួរតែចងកាតព្វកិច្ចឪម៉ែដែរខុសលើកទី1ឲ្យម៉ែឪមកជួយធានាហើយអប់រំ
ខុសច្រើនដងពេកប្រហែលពាក់ព័ន្ធជាមួយទួនាទីរបស់ឪម៉ែដែរគិតមើលទៅណាព្រោះវាមានអាងគិតមើលឲ្យខ្ញុំឧទាហរណ៍កូនមេភូមិមួយវាដើរវាយគេរហូតអប់រំម្ដងពីរដងមិនស្ដាប់ឥឡូវគិតមើលកូនកតញ្ញូអីទីមួយអស់ខ្នងបាទអារឿងខ្នងហ្នឹងវាមានរឿងមួយខ្ញុំចាំកាលពីក្មេងមានម្នាក់វាដើរវាយគេពេញភូមិវាថាហ៊ានតែវាយហ៊ានតែធ្វើអីវាមានខ្នងក្រាស់អញ្ចឹងអត់មានពីណាហ៊ានធ្វើវាដល់អធិការថ្មីចូលទៅចាប់ដាក់គុក3ថ្ងៃសួរវាថាណាខ្នងវាថាបងនេះខ្នងខ្ញុំខ្នងក្រាស់ដេកណាក៏បានរួមទាំងដេកគុកអញ្ចឹងដំបូងគេថាវាអានខ្នងក្រាស់អត់មានពីណាហ៊ានធ្វើខ្លាចវោនេះតាមពិតខ្នងវាសោះវាថាដេកណាក៏បានអញ្ចឹងបង្កើតនៅវប្បធម៌មួយដែលថាយុវជនអាងខ្លួនឯងកុំអាងឪម៉ែកុំអាងឥទ្ធិពលហើយអាងនៅអ្វីដែលអំពើល្អកុំអាងអំពើអាក្រក់អាងធ្វើបងធំហើយរួចខ្លួនអត់ទេបាទលេងអានឹងឲ្យចប់ហើយយើងបានធ្វើច្រើនកាលពីឆ្នាំទៅមួយម្ដងនោះឯកឧត្តមអភិសួរខ្ញុំបងឥឡូវពួកនឹងដូចច្រើនអស់កន្លែងដាក់ណាទៅប្រឡែងអីយ៉ាងម៉េចខ្ញុំតាអត់ទេត្រូវមានអបបរមាប្រមាណខែឲ្យច្បាស់បើយើងចាប់ហើយដោយសារជាអៀតប្រឡែងអត់ខ្លាចត្រូវឲ្យច្បាស់ឥឡូវមិនត្រឹមតែដេកស៊ីនៅក្នុងនឹងទេគឺថាគិតគូររឿងអីមួយដើម្បីឲ្យបានផលប្រយោជន៍ប្រទេសជាតិហើយឥឡូវគ្មានអីបំរើសមរភូមិពុកនឹងទេបាទឲ្យចាក់បេតុងហើយឲ្យលីបេតុងខ្លួនឯងហើយបើថាល្អឲ្យលីឡើងភ្នំមិនបាច់យកទៅលីដល់សមរភូមិមុខឲ្យលីតែកន្លែងណាឲ្យដឹងថាយុវជនអាយុប៉ុនខ្លួនឯងនេះកំពុងតែលីបាយលីអង្គលីស្អីឡើងឲ្យទៅមុខច្បាំងការពារជាតិគេលំបាកប៉ុណ្ណាបាទហើយមិញដូចបងប្អូនច្រើនស្ម័គ្រផ្ទះដៃអបអរសាទរចង់ឃើញពួកនឹងចាក់បេតុងមិនមែនចាក់លេងណាតើតែមានវិស្វកម្មមើលស្រួលបូចាក់អត់គុណភាពបាក់អត់ទេបដោះបដាឥឡូវយកទៅដាក់ម្ដុំកុំឲ្យជាអៀតគុកយកទៅដាក់ម្ដុំកន្លែងណាមួយដែលខាងនគរបាលយើងរៀបចំកន្លែងមួយយើងគិតមើលគ្រប់គ្រងបានអាគារមកកកុកឥឡូវបើថាចាំបាច់អាគារស្កែមមកកកុកដាក់នៅក្នុងសិនបកាជាគុកបដោះអសសិនបាទចៃបើសិនបាទហើយបើថាមិនល្អពេកឲ្យតែសង្កសីទៅកុំឲ្យដេកនៅក្នុងផ្ទះថ្មអីបាទតាហ៊ានយើងទៅបោះទីតាំងដំបងអត់ដែលមានអីទេតាហ៊ានយើងដំបងចោលងឹងបន្ទាប់មកកន្លែងខ្លះមានអាប្រទេសឈើឬមួយសង្កសីអីធ្វើឥឡូវបើតាយើងមិនលេងអាហ្នឹងបងរកទីតាំងមួយឲ្យទៅធ្វើសង្កសីខ្លួនឯងដេកផ្ទះសង្កសីអត់មានដេកអីនេះទេហើយប៉ុន្តែឲ្យសិក្សាមើលសិនគេលោសិទ្ធិមនុស្សគេអត់រករឿងព្រោះអាហ្នឹងវាឲ្យត្រូវតាមច្បាប់ប៉ុន្តែក្នុងកលៈទេសៈក្នុងកម្រិតណាមួយប៉ុន្តែវាមិនគួរឲ្យចំពោះក្មេងទំនើងដែលតដៃជាមួយសមត្ថកិច្ចឬធ្វើឲ្យរបួសស្នាមសមត្ថកិច្ចទៅដាក់ឲ្យតឹងមែនតើបាទព្រោះបងប្អូនចុះទៅអនុវត្តការងារមិនត្រូវសមត្ថកិច្ចខ្លាចក្មេងទំនើងវាត្រូវក្មេងទំនើងគ្រាន់តែឃើញអាវប៉ូលីសអាវតាហ៊ានហេអត់មែនទេអាវប៉ូលីសអាវអាវុធហត្ថគឺខ្លាចគោរពបាទការខ្ញុំនៅមេកងទ័ពជើគោកចុះទៅខេត្តមួយយោធាខេត្តប្រាប់ថាខ្ញុំសួរចុះអាកម្មវិធីបន់នៅភូមិមិនក៏មានប៉ូលីសអត់មិនក៏មានតាហ៊ានគេថាបងអើយនៅភូមិហ្នឹងក្មេងៗវាមិនសូវខ្លាចវាឃើញប៉ូលីសឃើញ PM ដូចស្លូតវាចង់បានស្បែកខ្លាអត់ទេមន្ត្រីអនុវត្តច្បាប់ត្រូវមានច្បាប់ការពារឲ្យសិទ្ធិអំណាចនៅក្នុងការអនុវត្តឲ្យអ្នកល្មើសច្បាប់ខ្លាចនេះគឺជាកិច្ចការបាទអញ្ចឹងបើសិនជាអ្នកតដៃ
បើសិនជាធ្វើឲ្យរបួសស្នាមបែបនេះត្រូវដាក់ឲ្យតឹងជាអតិបរមាតែម្ដងអត់មានយោគយល់ទេបាទអាហ្នឹងទៅទៅបើមិនតដៃចង្ការច្បាប់គេមាន2ទៅ4ឆ្នាំដាក់2ឬមួយដាក់3តើបើអ្នកឯងបង្ករបួសស្នាមឬមួយក៏គ្រោះថ្នាក់ទៅដល់មន្ត្រីសមត្ថកិច្ចគួរដាក់អតិបរមាទៅ4ឆ្នាំទៅកុំយោគយល់បាទបើមិនចឹងតើការពារសមត្ថកិច្ចយើងយ៉ាងម៉េចនេះគឺជាកិច្ចការមួយដែលត្រូវធ្វើចឹងសូមតែប៉ុណ្្នេះចុះថ្ងៃនេះថ្ងៃអាទិត្យផងបងប្អូនត្រូវណាត់គ្នាបាទចប់ពីនេះអាចប្រេកលៀបចប់ពីនេះអាចតាណាខ្ញុំមិនដឹងទេព្រោះឥឡូវកន្លែងដើរឆ្ងាយឬមួយក៏គ្រួសារនៅផ្ទះចាំបាទសូមអរគុណសារជាថ្មីជូនទៅដល់គណៈរៀបចំក្រសួងការងារបដិបដាវិជ្ជាជីវៈក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះហើយសម្រាប់ថ្ងៃនេះគឺមានអ្នកចូលរួម4932នាក់ម្នាក់គឺទទួលបានអាហារសម្រន់និងថវិកា50000រៀលបាទដោយឡែកស្ត្រីមានផ្ទៃពោះ32នាក់ម្នាក់ថវិកា80000រៀលបន្ថែមចឹងបើតាមតួលេខនេះប្រហែលជាអត់មានអ្នកភ្លោះកូន2ទេបាទព្រោះបើកូន2គេប្រាប់ខ្ញុំហើយព្រោះថែមឲ្យ40000បាទចឹងបើពីណានេះកុំឲ្យពិបាកទងន់ច្រើនដងដាក់ភ្លោះយើងមួយ3ទៅយើងដល់អត់មាន8អកតកម្ម4ទេអាដាមសេងទៀងដូចមានតែ3ទេមានម្ដងមាន4ដែរតាហ៊ានទេអីអញ្ចឹងឯងមិនមែនតាហ៊ានទេបាទហើយក្នុងនោះក៏មានបងប្អូនជនពិការ3នាក់ម្នាក់40000រៀលបន្ថែមទៀតផងដែរហើយជូនមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ25រាជធានីខេត្តមួយអង្គភាព10លានរៀលសហជីពកម្មករ186សហជីពថវិកា1លានរៀលហើយជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា5លានរៀលផងដែរបាទសូមអរគុណហើយជូនពរបងប្អូនទាំងអស់ទទួលបាននៅពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ